ពុកអ្នកមានបង្រៀនកូនអ្នកក្របានប្រាប់ឲ្យទិញមាសនៅខណៈពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម3ទិសនិងការរលាយរលត់នៃរូបិយប័ណ្ណក្រដាសយើងកំពុងស្ថិតនៅក្នុងយុគសម័យដែលប្រវត្តិសាស្ត្រកំពុងតែដើរលឿនជាងការស្មានខណៈពេលដែលលោកអ្នកកំពុងតែតាមដានព័ត៌មាននេះពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្នបំផុតជាមួយនឹងសង្គ្រាមចំនួន3ធំៗដែលកំពុងតែឆាបឆេះនៅក្នុងពេលតែមួយក៏ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភជាងគ្រាប់រំសៀវគឺការបំផ្លិចបំផ្លាញអំណាចនៃការទិញនៃលុយដែលមាននៅក្នុងដៃរបស់អស់លោកអ្នកយ៉ាងស្ងៀមស្ងាត់បំផុតកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026លោក Robert Kiyosaki ដែលជាបុគ្គលល្បីល្បាញម្នាក់នៅក្នុងពិភពលោកជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុបុគ្គលនិងវិនិយោគនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថាឪពុកអ្នកមានបង្រៀនកូនអ្នកក្រដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា Rich Dad Poor Dad បានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកដោយបានបញ្ជាក់ថាស្ថានភាពពិភពលោកកំពុងតែស្ថិតនៅក្នុងភាពចម្រូកច្របល់យ៉ាងខ្លាំងខណៈពេលដែលពិភពលោកកំពុងតែឆាបឆេះដោយភ្លើងសង្គ្រាមតម្លៃលុយនៅក្នុងហោប៉ៅរបស់លោកអ្នកកំពុងតែត្រូវបានបំផ្លាញយ៉ាងស្ងៀមស្ងាត់បំផុតនៅក្នុងនោះលោកបានធ្វើបច្ចុប្បន្នភាពអំពីសមរភូមិសង្គ្រាមចំនួន3ធំៗដែលសមរភូមិទី1គឺនៅមជ្ឈិមបូព៌ារវាងប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកស្ថានភាពនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងដល់ចំណុចកំពូលមីស៊ីលកំពុងតែធ្លាក់ស្រោចទៅលើទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់អ្វីដែលកាន់តែគ្រោះថ្នាក់បំផុតនោះគឺការវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែនអារ៉ាប់រួមនិងកាតានេះមិនមែនជាការប៉ះទង្គិចតូចតាចទៀតទេវាគឺជាការប្រជុំមុខដាក់គ្នារវាងមហាអំណាចនុយក្លេអ៊ែរនិងបច្ចេកវិទ្យាយោធាខ្ពស់បំផុតសមរភូមិទី2គឺនៅខាងអាស៊ីខាងត្បូងរវាងប្រទេសប៉ាគីស្ថាននិងអាហ្គានីស្ថាននៅថ្ងៃនេះដែរប្រទេសប៉ាគីស្ថានបានប្រកាសជាផ្លូវការនៅសង្គ្រាមជំហរប្រឆាំងទៅនឹងអាហ្គានីស្ថានការវាយប្រហារតាមព្រំដែនបានកើតឡើងយ៉ាងសាហាវឃោរឃៅទីក្រុងកាប៊ូលរងការទម្លាក់គ្រាប់បែកពីលើអាកាសបណ្ដាលឲ្យមនុស្សរាប់រយនាក់ត្រូវបានបាត់បង់ជីវិតភាពតានតឹងនេះកំពុងតែទាញតំបន់អាស៊ីឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរចំណែកសមរភូមិទី3គឺនៅប៉ែកអឺរ៉ុបខាងកើតរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឈានទៅដល់ឆ្នាំទី3ហើយគ្មានសញ្ញានៃការចរចាគ្មានសញ្ញានៃសន្តិភាពមានតែការបន្តដុតបំផ្លាញធនធានមនុស្សនិងសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃលោកអ្នកប្រហែលជាឆ្ងល់ហើយថាតើសង្គ្រាមទាំងនេះពាក់ព័ន្ធអ្វីទៅនឹងការបោកលុយរបស់លោកអ្នកចម្លើយគឺសាមញ្ញណាស់សង្គ្រាមត្រូវការលុយដើម្បីដុតបំផ្លាញនៅពេលនេះរដ្ឋាភិបាលនៃប្រទេសមហាអំណាចកំពុងតែត្រៀមបោះពុម្ពលុយរាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីទិញអាវុធបង់ថ្លៃទ័ពនិងទ្រទ្រង់ម៉ាស៊ីនសង្គ្រាមនៅពេលដែលលុយក្រដាសត្រូវបានបោះពុម្ពកាន់តែច្រើនតម្លៃរបស់វាកាន់តែចុះថោកនេះគឺជាពន្ធបំបាំងកាយដែលគេហៅថាអតិផរណាវាដកហូតតម្លៃចេញពីប្រាក់សន្សំរបស់លោកអ្នកដកហូតតម្លៃចេញពីប្រាក់ខែរបស់លោកអ្នកនិងធ្វើឲ្យជីវភាពរបស់លោកអ្នកកាន់តែលំបាកខណៈពេលដែលអ្នកប្រឹក្សាហិរញ្ញវត្ថុប្រាប់ឲ្យអ្នករក្សាភាពអត់ធ្មត់ជាមួយនឹងភីហ៊ុនឬក៏មូលនិធិធនាគារអ្នកត្រូវសួរខ្លួនឯងថាតើក្រដាសប្រាក់ឬក៏លេខឌីជីថលអាចមានតម្លៃដែរឬទេនៅពេលដែលពិភពលោកកំពុងតែវឹកវរដល់កម្រិតនេះមេរៀនដ៏មានតម្លៃបំផុតដែលសាលាមិនដែលបានបង្រៀនអ្នកក៏ប៉ុន្តែឪពុកអ្នកមានតែងតែសង្កត់ធ្ងន់នោះគឺនៅពេលដែលពិភពលោកកំពុងតែឆាបឆេះលុយពិតប្រាកដនឹងបង្ហាញខ្លួនតាំងពីដើមរៀងមកមាសនិងប្រាក់គឺជាទ្រព្យសម្បត្តិដែលមានភាពរឹងមាំបំផុតសង្គ្រាមលោកលើកទី1រូបិយប័ណ្ណក្រដាសនៃចក្រភពធំៗបានរលាយសាបសូន្យក៏ប៉ុន្តែមាសនៅតែរក្សាតម្លៃនៅដដែលសង្គ្រាមលោកលើកទី2សេដ្ឋកិច្ចពិភពលោកដួលរលំទាំងស្រុងក៏ប៉ុន្តែមាសបានក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងពិភពលោកឡើងវិញយុគសម័យបច្ចុប្បន្នរដ្ឋាភិបាលអាចបោះពុម្ពលុយបានតាមចិត្តក៏ប៉ុន្តែពួកគេមិនអាចបោះពុម្ពមាស
ឬក៏ប្រាក់ចេញពីខ្យល់បាននោះទេមាសគឺជាទ្រព្យរបស់ស្ដេចនិងមហាសេដ្ឋីចំណែកឯប្រាក់គឺជាទ្រព្យដ៏មានអំណាចសម្រាប់មនុស្សទូទៅព្រោះវាមានតម្លៃសមរម្យជារបស់ពិតនិងមានកំណត់សង្គ្រាមគឺជាសោកនាដកម្មដែលគ្មាននរណាម្នាក់ចង់ឲ្យកើតមានឡើងឡើយមនុស្សកំពុងតែស្លាប់នៅអ៊ីរ៉ង់នៅអាហ្គានីស្ថាននៅអ៊ុយក្រែនក៏ប៉ុន្តែលោកអ្នកត្រូវយល់ថាពិភពលោកមិនឈប់វិលឡើយហើយវិក័យប័ត្រនៃថ្លៃចំណាយក៏មិនឈប់មកដល់ផ្ទះរបស់លោកអ្នកដែរប៉ុន្តែលោកអ្នកត្រូវតែការពារខ្លួនឯងរដ្ឋាភិបាលកំពុងតែបោះពុម្ពលុយរាប់ពាន់លានដុល្លារដែលវានឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រាក់សន្សំប្រាក់ខែនិងអំណាចនៃការទិញរបស់លោកអ្នកកុំរងចាំរហូតដល់យឺតពេលអ្នកមានមិនដែលរងចាំការអនុញ្ញាតដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេនោះទេចូលងាកមកចាប់អារម្មណ៍ទៅលើទ្រព្យសម្បត្តិពិតដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកនិងគ្រួសារអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះប្រសិនបើលោកស្រីគិតថាជាមេតិកាមួយដែលមានប្រយោជន៍សម្រាប់សង្គមសូមជួយចុច like និងចែករំលែកនៅក្នុងករណីដែលលោកស្រីមានសំណួរឬក៏ចម្ងល់ឬមួយក៏ចង់បញ្ចេញជាមតិយោបល់សូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូហើយអរគុណជាពិសេសសម្រាប់ការ Subscribe និងការតាមដាននៅបណ្ដាញសង្គមរបស់ខ្ញុំបាទសៀនសុរតនៅក្នុងខណៈនេះខ្ញុំបាទសៀនសុរតសូមអរគុណសូមជម្រាបលា